ខ្ញុំចែករំលែកនេះគឺសម្រាប់បងប្អូនដែលអត់មានលទ្ធភាពទិញទ្រុងថ្លៃៗនៅតាមទីផ្សារដូចខ្ញុំដែរប៉ុន្តែមានបំណងចង់ប្រើមានបំណងចង់ធ្វើមានបំណងចង់ច្នៃខ្លួនឯងបងប្អូនអាចមើលវីដេអូនេះចាប់បងប្អូនអាចច្នៃខ្លួនឯងបានហើយបងប្អូនដែលមានបំណងចង់ធ្វើទ្រុងសម្រាប់ដាក់ជ្រូកមេកើតកូនដែលបងប្អូនអត់ទាន់មានប្លង់អត់ទាន់មានគំរូអត់ទាន់មានយោបល់អត់ទាន់មានប្លង់ធ្វើយ៉ាងណាបងប្អូនមកស្ដាប់វីដេអូនេះចាប់ទាំងអស់គ្នាខ្ញុំចែករំលែកម្ដងទៀតខ្ញុំប្រាប់បងប្អូនម្ដងទៀតអំពីទទឹងបវែងបដោយពោះកពោអញ្ចឹងណាដោយសារបងប្អូននៅតែសួរនៅតែមានសំណួរសួររកកពោះទទឹងបដោយនៅមានច្រើនសំណួរដដែលជាការពិតណាស់ប្លង់គំរូទ្រុងជ្រូករបស់ខ្ញុំគឺមិនស្អាតទេបងប្អូនតែអាចប្រើការបានបើយើងទៅទិញទ្រុងដែលស្អាតទិញទ្រុងដែលគេធ្វើលក់នៅតាមទីផ្សារគឺថ្លៃណាស់បងប្អូនហើយមួយគឺរាប់រយដុល្លារ350 250 200ជាង100ជាងដុល្លារខ្ញុំចែករំលែកនេះគឺសម្រាប់បងប្អូនដែលអត់មានលទ្ធភាពទិញទ្រុងថ្លៃៗនៅតាមទីផ្សារដូចខ្ញុំដែរប៉ុន្តែមានបំណងចង់ប្រើមានបំណងចង់ធ្វើមានបំណងចង់ច្នៃខ្លួនឯងបងប្អូនអាចមើលវីដេអូនេះចាប់បងប្អូនអាចច្នៃខ្លួនឯងបានហើយអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនបដោយទ្រុងជ្រូកបងប្អូនយក2.3 ម៉ែត្របងប្អូនសម្រាប់ទ្រុងជ្រូកខ្ញុំដែលបងប្អូនកំពុងតែមើលនេះគឺតែ2 ម៉ែត្រគាត់ទេអញ្ចឹងវារៀងចាំចោលក្រោយតិចអញ្ចឹងបងប្អូនធ្វើបងប្អូនយកបដោយ2.3 ម៉ែត្រទឹកបងប្អូនហើយសម្រាប់ទទឹងបងប្អូនយក6ទឹកបងប្អូនធម្មតាគេយក5ទឹកឬក៏5ទឹកខ្លះប៉ុន្តែសម្រាប់ខ្ញុំគិតថាវាជាអៀតពេកបងប្អូនអញ្ចឹងបងប្អូនយក6ទឹកសម្រាប់ទ្រុងខ្ញុំក៏6ទឹកដែរបងប្អូនវាមិនធំពេកហើយវាក៏វាមិនជាអៀតពេកហើយសម្រាប់កម្ពស់ទ្រុងបងប្អូនចាក់ពីសាបមកដល់សាច់ខាងលើបងប្អូនយក1.2 ម៉ែត្រប៉ុន្តែបងប្អូនអាចលេងមើលតាមជាក់ស្ដែងទៀតបានបងប្អូនស្រ័យទៅលើកម្ពស់ជ្រូករបស់យើងជ្រូករបស់យើងរៀងខ្ពស់ដែរយើងយកលេមកល្មមទៅណាបងប្អូនកុំឲ្យទាបពេកកាលណាទាបពេកចោលក្នុងជ្រូកយើងហើយបងប្អូនត្រូវលេយ៉ាងណាឲ្យមានសល់សាច់ដេកដើម្បីយើងសន្លោះចូលទៅ